ជំរាបសួរយាយតាមភូមិនិងបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូសកម្មភាពដែលនរណាបានទៅដើរលេងនៅឯប្រទេសជប៉ុនអញ្ចឹងបើសិនជាអ៊ំពូមីងចង់នឹងថានៅនឹងមានអីគេខ្លះតោះទៅមើលជាមួយនរណាទាំងអស់គ្នាអញ្ចឹងជាដំបូងមុននឹងយើងទៅដល់ប្រទេសជប៉ុនយើងត្រូវជិះយន្តហោះពីខ្មែរទៅហ្វីលីពីនសិនព្រោះតែខ្មែរយើងអត់មានយន្តហោះ direct ពីខ្មែរទៅជប៉ុនហ្មងទេតែអាហ្នឹងតាមសវត្ថយន្តហោះដែរទេសវត្ថយន្តហោះខ្លះត្រូវទៅឈប់នៅចិនប៉ុន្តែសវត្ថយន្តហោះផាណាណានេះត្រូវឈប់នៅហ្វីលីពីនហើយបន្តជើងទៅជប៉ុនហ្មងហើយនេះគឺជាទស្សនវិជ្ជានៅក្នុងពលាយន្តហោះប្រទេសហ្វីលីពីនហើយអាពេលហ្នឹងណាត្រូវអង្គុយចាំ3ម៉ោងដើម្បីឡើងយន្តហោះតអញ្ចឹងបន្ទាប់ពីការរងចាំអស់រយៈពេល3ម៉ោងកន្លងផុតទៅឃើញថាដល់ពេលដល់វេលាដែលយើងត្រូវហោះទៅជប៉ុនហើយអញ្ចឹងអាយន្តហោះតង់ទី1ហ្នឹងហោះពេលយប់អញ្ចឹងណាល្ងុយគេងអត់បានញ៉ាំបាយទេណាគេលក់បាត់ដល់ហើយអាពេលតាំងទី2នេះងើបមកឃ្លានយឹតយ៉ហ្មងហើយនេះគឺជាទេសភាពប្រទេសជប៉ុនមើលពីលើយន្តហោះស្អាតណាស់អ៊ំពូមីងអើយឥឡូវណាបានមកដល់ពលានយន្តហោះហានេដានៅប្រទេសជប៉ុនហើយយេពេលទៅដល់ភ្លាមណាអត់ទាន់ទៅដើរលេងណាទេគឺណាត្រូវជិះរថភ្លើងពីពលានទៅអូតាល់សិនពេលណាមកដល់ជប៉ុនណាឃើញថាប្រជាជនគេចូលចិត្តជិះរថភ្លើងខ្លាំងមែនតើអ៊ំពូមីងដឹងថាមកពីមូលហេតុអីអត់ព្រោះតាវាអស់លុយតិចជាងមធ្យោបាយធ្វើដំណើរផ្សេងអញ្ចឹងសម្រាប់អ្នកដែលចង់មកលេងជប៉ុនហើយធ្វើដំណើរអស់លុយតិចគួរតែជ្រើសរើសការធ្វើដំណើរដោយជិះរថភ្លើងទៅដឹងតែអស់លុយតិចហ្មងហើយនេះគឺជាអូតាល់ដែលណាគេងម្ដុំហ្នឹងគេហៅថាតំបន់នីស៊ីកាសៃដែលពេលណាទៅដល់អាកាសធាតុឡើង6អង្សាត្រជាក់ណាស់អ៊ំពូមីងអើយឥឡូវណាត្រូវជិះរថភ្លើងទៅមើលផ្កាសាគូរ៉ារីកស្គូស្គីនៅតំបន់ស៊ីប៊ូយ៉ានិយាយរួមទៅណាក៏ជិះរថភ្លើងដែរព្រោះតែរថភ្លើងអស់ថោកគេជិះម្ដងប្រហែលតែ210យេនអីហ្នឹងវាបើគិតជាដុល្លារប្រហែល1រៀលជាងអីហ្នឹងអ៊ំពូមីងអញ្ចឹងថោកដែរទេអញ្ចឹងបានប្រជាជនគេភាគច្រើនចូលចិត្តជិះរថភ្លើងហ្នឹងណាពីមុនណាធ្លាប់តែឃើញវីដេអូគេផុសពីផ្កាសាគូរ៉ាស្អាតឥឡូវណាបានមកជួបផ្ទាល់ភ្នែកហើយពិតជាស្អាតមែនតើអ៊ំពូមីងពេលណាទៅហ្នឹងចាំពេលយប់ថតទៅរៀងល្ងិតអត់សូវឃើញស្អាតបើសិនជាទៅចំពេលល្ងាចវិញដឹងតែស្អាតស្កប់សេរីរីហ្មងអញ្ចឹងអាហ្នឹងគ្រាន់តែជាវីដេអូថ្ងៃដំបូងដែលណាបានទៅដល់ប្រទេសជប៉ុនទេណាប៉ុន្តែនៅមានវីដេអូបន្តទៀតដែលណាបានទៅដើរលេងនៅកន្លែងផ្សេងអញ្ចឹងអ៊ំពូមីងកុំភ្លេចចូលតាមដានវីដេអូផាណាផងណារីបនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរណាសូមជូនពរឲ្យយាយតាមភូមិនិងបងប្អូនទាំងអស់គ្នាទៅណាមកណាប្រកបដោយសុខសុវត្ថិភាពហើយរកស៊ីមានបានទាំងអស់គ្នាណាសូមអរគុណសូមជម្រាបលាបាយបាយ